ពងជ្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងមកបន្តសាច់រឿង One Punch Man ក្នុងភាគទី4បន្តទៀតបើក្បាលនៅក្នុងវគ្គនេះយើងឃើញ Dinosaur មួយក្បាលកំពុងតែចេញមកអុកឡុកអញ្ចឹងណាតែពេលហ្នឹងក៏មាន Hero Rank S Top 2 ម្នាក់ដែលមានឈ្មោះថា Tornado នាងបានប្រើធម្មពលពិសេសទាញយកអាចផ្កាយពីលើមេឃធ្លាក់មកកិនអា Dinosaur ហ្នឹងងាប់បាត់ទៅសាហាវមែនតើហើយយើងក៏លេចមកខាងកម្ពុជាមនុស្សរបស់យើងវិញពេលនេះគាត់កំពុងមកសង្ងំហាត់ក្បាច់គុណជាមួយនឹង Bang តែការបញ្ចេញក្បាច់គុណរបស់ Bang ឲ្យគាត់មើលហ្នឹងគាត់មានអារម្មណ៍ថាដូចកាកពេកអញ្ចឹងអត់ហាត់ទេកូនសើ Bang លឺអញ្ចឹងចង់វាយ Saitama តែបានចេះនោះចាត់ការមួយនឹងហើយ Bang ក៏បានប្រាប់ថាកុំឲ្យប៉ះពាល់ Saitama ព្រោះបើតាមធម្មពលរបស់ Saitama គឺខ្លាំងជាង Bang គុណនឹង3 Bang គាត់ជា Hero ម្នាក់ដែលដាក់ខ្លួនខ្លាំងមែនតើស្របពេលនឹងដែរសមាគម Hero ក៏បានមកហៅ Bang ឲ្យទៅជួបប្រជុំគ្នានៅឯទីស្នាក់ការកណ្ដាលជាមួយនឹង Hero Rank S ទាំងអស់ដោយសារតែពេលនេះផែនដីកំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយទៀតហើយអញ្ចឹងតម្រូវឲ្យ Hero Rank S ទាំងអស់ប្រញាប់ទៅជុំគ្នាទាំង Genos ទាំងអីហ្នឹងទៅទាំងអស់ហ្មងទៅហើយដោយសារតែ Saitama នៅនឹងដែរ Bang ជាមួយនឹង Genos ក៏បានអញ្ជើញ Saitama ឲ្យទៅជាមួយនឹងពួកគេផងដែរពេលទៅដល់ទីស្នាក់ការកណ្ដាលយើងបានឃើញជាមួយនឹង Hero Samurai ម្នាក់ដែលក៏មានឈ្មោះថា Atomic Samurai គាត់គឺជា Hero Top 4 នៅក្នុង Rank S អ្នកទាំងអស់គ្នាតែពេលហ្នឹង Atomic Samurai គាត់ស្គាល់ Genos ជាមួយនឹង Bang ក៏ប៉ុន្តែអត់ស្គាល់ Saitama ទេអញ្ចឹងគិតថា Saitama អត់ចាប់ដៃជាមួយឡើយដល់ចូលទៅក្នុងបន្តិចទៀត Saitama ក៏បានជួបគ្នាជាមួយនឹង Tornado ដែលជា Hero Top 2 Tornado ឃើញ Saitama អត់ដែលស្គាល់ឈ្មោះអញ្ចឹងនាងក៏បានសួរថាមកពីណាមកពីណី Saitama ប្រាប់ថាមកពី Rank B ហ្នឹង Hero ធម្មតាតែ Tornado ក៏បានប្រាប់ថាកន្លែងនេះគឺជាការប្រជុំរបស់ Hero Rank S អញ្ចឹង Hero Rank B គ្មានសិទ្ធិឡើយចំពោះ Saitama Tornado ដូចកូនក្មេងម្នាក់មកស្រែជំទាវឡូឡាដឹងខ្យល់អីអញ្ចឹងគាត់អត់ខ្វល់ពីនាងទេធ្វើឲ្យ Tornado ហ្នឹងខឹងគាត់ខ្លាំងមែនតើងាកមកកាន់អង្គប្រជុំវិញពេលនេះ Hero Rank S ទាំងអស់មកជុំគ្នាអស់ហើយបាត់ខ្លួនតែ Hero Top 7ជាមួយនឹង Top 1 តែប៉ុណ្ណោះ Top 7 ហ្នឹងគឺជា Metal Knight ចំណែក Top 1 វិញគឺជា Blast អត់មានវត្តមាននៅក្នុងកន្លែងនេះទេមិនដឹងថាគាត់ level ធ្វើអីដែរហើយចំពោះ Blast ដែលជា Hero Top 1 ហ្នឹងមានអ្នកខ្លះក៏អត់ធ្លាប់ឃើញមុខគាត់ដែរព្រោះគាត់អត់ដែរចូលរួមអង្គប្រជុំឬក៏លេចមុខនៅក្នុងការវាយគ្នាទេមិនដឹងថាម៉េចទេក៏បាន Top 1 ពេលហ្នឹងដែរមេនៃសមាគម Hero ក៏បានដើរចូលមកដល់ដោយគាត់បានប្រាប់ទៅកាន់ Hero ទាំងអស់ថាដោយសារតែគ្រូទាយប្រចាំសមាគម Hero របស់ពួកគេគ្រូទាយម្នាក់ហ្នឹងមានសមត្ថភាពដូចបាបាវ៉ាងកាចឹងអ្នកទាំងអស់គ្នាមើលឃើញអំពីអនាគតគ្រូទាយហ្នឹងមុនពេលដែលគាត់ស្លាប់ក៏បាននិយាយជាមួយនឹងពាក្យមួយថាផែនដីរបស់យើងហ្នឹងកំពុងតែប្រឈមជាមួយនឹងគ្រោះដ៏ធំមួយដែលអាចនឹងកំទេចផែនដីអញ្ចឹងឲ្យក្រុម Hero ទាំងអស់ប្រយ័ត្នខ្លួនតែក៏មានមតិ Hero មួយចំនួនបាននិយាយថាប្រហែលជាគ្រូទាយម្នាក់ហ្នឹងទាយចោលទេដឹងតែអត់ទេចំពោះសមាគម Hero តាំងពីដើមមកហើយគ្រូទាយម្នាក់ហ្នឹងគឺទាយត្រូវ 100% ហ្មងអត់ដែរខុសម្ដងណាឡើយអញ្ចឹងពួកគេគួរតែប្រយ័ត្នខ្លួនចំពោះគ្រោះទុរភិក្សដែលនឹងកើតឡើងពេលដែលលើពួកគេពីគ្រោះគ្នាអញ្ចឹងកម្ពុជាមនុស្សរបស់យើងហ្នឹងគាត់ក៏បានលោកមកថាគ្រោះទុរភិក្សដែលកើតឡើងហ្នឹងវាមិនបាច់ចាំតពេលក្រោយទេបើមិនថ្ងៃហ្នឹងក៏ថ្ងៃស្អែកដែរហើយគ្រាន់តែគាត់និយាយអញ្ចឹងចប់ភ្លាមទាំងអាគារអីហ្នឹងគឺអង្គើអស់តែម្ដងអ្នកទាំងអស់គ្នាយើងក៏បានឃើញជាមួយនឹងវត្តមានបិសាចគ្រុឌមួយក្រុមបានធ្វើការវាយប្រហារមកកាន់អាគារពួកគេតែមកសន្ទុះក្រោយមកក៏មានបិសាចមួយក្បាលទៀតដែលបានកម្ចាត់ពួកបិសាចគ្រុឌហ្នឹងហើយពេលហ្នឹងក៏មានយានអវកាសដ៏ធំមួយបាញ់គ្រាប់ផ្ទុះទៅកាន់ទីក្រុងដែលពួកគេកំពុងនៅហ្នឹងធ្វើឲ្យផ្ទះប្រជាជនហ្នឹងបាក់បែកខ្ទេចខ្ទីតែម្ដងនិយាយអត់តផុតពីមាត់ផងមកដល់ភ្លាមអញ្ចឹងហើយពេលដែលទីក្រុងខ្ទេចអស់អញ្ចឹងទៅអាបិសាចបាញ់មិញហ្នឹងវាក៏ឃើញប្រជាជននៅរស់វាក៏ចង់ទៅសម្លាប់ចោលឲ្យរស់ម្នាក់ទេតែពេលដែលវារៀបនឹងសម្លាប់ទៅហើយក៏មានសិស្សចំណិតរបស់ Bang ម្នាក់ចេញមកចាត់ការទៅលើវាក៏ប៉ុន្តែអាបិសាចមួយហ្នឹងដូចជាភក់អញ្ចឹងពេលដែលកាប់ខ្លួនវាហើយវាអាច generate ខ្លួនវាឡើងមកវិញបានអត់មានលបួអីនោះទេសូម្បីតែ Atomic Samurai លេចវត្តមានមកកាត់ខ្លួនវាដាច់ជា3ជា4កណាត់ហ្នឹងក៏វាអាចតខ្លួនបានផងដែរស្របពេលដែលកំពុងតែវឹកវរយើងក៏លេចមកមើល Saitama វិញបាត់ខ្លួនពីអង្គប្រជុំបាត់ដែលពេលនេះ Saitama ក៏លោតឡើងទៅលើអាយានហ្នឹងម្នាក់ឯងទៅកំចាត់បិសាចតែម្ដងអត់ខ្វល់ពីក្បាលណានោះទេតែដែល Hero Rank F ផ្សេងទៀតពួកគេកំពុងតែរៀបរែកអត់ដឹងធ្វើម៉េចដើម្បីឡើងទៅលើយានហ្នឹងបានឡើយហើយប្រងោលរបស់យើងហ្នឹងឡើងទៅលើយានគ្មានខ្វល់ក្បាលណាទេដាក់យកជួបបិសាចប្រមាណវាយប៉ុណ្ណឹងធ្វើឲ្យដំណឹងដែល Saitama ឡើងទៅលើយាននេះបានដឹងទៅដល់មេបិសាចម្នាក់ដែលមានឈ្មោះថា Boros ហ្នឹងគឺជាមេបិសាចនៅលើយាននេះតែម្ដងគេពិតជាចាប់អារម្មណ៍ចំពោះសមត្ថភាព Saitama មែនតើកន្លែងមកខាងទីក្រុងវិញពេលនេះត្រូវបានខ្ទេចខ្ទីដូចខ្ទឹមអញ្ចឹងស្របពេលដែល Hero Rank S កំពុងតែព្យាយាមជួយការពារប្រជាជននិងកម្ចាត់ទៅលើអាបិសាចភក់មុនហ្នឹងពេលហ្នឹងមាន Hero Rank S 5នាក់ពួកគាត់កំពុងតែព្យាយាមទប់ទល់ជាមួយនឹងអាបិសាចភក់ដោយវាខ្លាំងមែនតើទោះបីជាពួកគេប្រើប្រាស់ថាមពលវាយទៅលើវាខ្ទេចខ្លួនប៉ុណ្ណាក៏វាអាចតខ្លួនមកវិញដែរស្របពេលទប់ទល់ជាមួយនឹងអាបិសាចភក់ហ្នឹងដោយសារតែ Saitama អុកលុកលើយានអញ្ចឹងទៅមេវាក៏បានហៅវាឲ្យត្រឡប់ទៅលើយានវិញអាបិសាចភក់ហ្នឹងដោយសារតែខ្លួនជាប់ទប់ទល់ជាមួយនឹង Hero វាឲ្យតែក្បាលវាទៅមួយទេនិយាយទៅវាមានក្បាលឡើង3 4នៅដូចគ្នាយើងឃើញអញ្ចឹងហើយពេលដែលក្បាលវាកំពុងតែហោះទៅកាន់យានវិញហ្នឹងក៏ត្រូវបាន Hero ម្នាក់ដែលមានឈ្មោះថា Metal Bat គាត់យកដបងគាត់ទៅវាយក្បាលវាឡើង3ខ្ទេចហ្មងតែបើទោះបីជាវាយមិនក៏ក្បាលវានៅតែតខ្លួនឯងមកវិញដែរតែទោះបីជាក្បាលវាហ្នឹងខំប្រឹងតខ្លួនវិញយ៉ាងណាក៏ដោយគាត់នៅតែដាក់ដែរតមួយវាយមួយតពីរវាយពីរវាយរហូតហ្មងនិយាយទៅតហើយភ្លាមវាយភ្លាមហ្មងអត់ខ្វល់នៅទេវាយតហត់ហ្មងតែពេលដែលគាត់វាយចុះវាយឡើងក៏បានឃើញថាមានគ្រាប់ឃ្លីមួយនៅក្នុងក្បាលមួយហ្នឹងហើយគាត់ក៏វាយឃ្លីនឹងកំទេចចោលពេលដែលឃ្លីនឹងត្រូវបានខ្ទេចទៅក្បាលវាក៏រលាយតាមនឹងដែរដែលមានន័យថាឃ្លីនឹងគឺជាចំណុចខ្សោយនៃខ្លួនរបស់បិសាចភក់ហ្នឹងគាត់ក៏បានប្រកាសទៅកាន់ Hero Rank F ផ្សេងទៀតថាឲ្យរកឃ្លីនៅក្នុងខ្លួនរបស់វាបើសិនជាកំទេចឃ្លីនឹងបានខ្លួនរបស់វានឹងរលាយតាមហ្នឹងហើយពួកគេក៏បានធ្វើប្រតិបត្តិការវាយកំទេចខ្លួនវារកគ្រាប់ឃ្លីនឹងឯងងាកមកស្ដាច់មនុស្សរបស់យើងវិញកំពុងតែអុកឡុកពេញយានបិសាចហ្មងធ្វើឲ្យពួកបិសាចពេល
ពេលនេះខ្លាចសៃតាម៉ាគ្រប់គ្នាវាក៏ចង់ឲ្យសៃតាម៉ាចុះពីលើយានវិញទៅវាសុំវល់ក៏មកវាយកំទេចយានពួកវាអីតែសៃតាម៉ាគាត់អត់ចុះទេគាត់នៅតែទៅទៀតអញ្ចឹងណាពេលហ្នឹងគាត់វិញផ្លូវគាត់បានសួរថាផ្លូវណាជាផ្លូវចេញគាត់រកផ្លូវទៅវិញណាតែវាក៏បានប្រាប់ថាឲ្យបត់ស្ដាំតែកំពូលមនុស្សរបស់យើងគាត់បត់ឆ្វេងដើរចុះដើរឡើងជួបទីស្នាក់ការកណ្ដាលរបស់ពួកបិសាចហ្នឹងចូលទៅដល់ឃើញបិសាចមឹកមកក្បាលហ្នឹងវាក៏បានបើកការវាយប្រហារទៅលើសៃតាម៉ាតែមានណាគ្រាន់តែសៃតាម៉ាគប់អីទៅវិញមួយដៃប៉ាំងអានោះងាប់បាត់ដែលពេលនេះធ្វើឲ្យកូនចៅបិសាចនៅលើយានទាំងអស់ស្លន់ហ្មងឲ្យតែឃើញមុខសៃតាម៉ាភ័យឡើងលេចនោមដាក់ខោពេលហ្នឹងយើងក៏បានឃើញជាមួយនឹងបិសាចម្នាក់ទៀតដែលបញ្ជានៅក្នុងបន្ទប់បាញ់ក្រកភ្លើងមកកាន់ផែនដីវាបានឃើញថាបិសាចពួកកំពុងតែត្រូវបាន Hero Rank F វាប្រហារវាក៏បញ្ជាគ្រាប់ជាច្រើនបាញ់មកកាន់ពួកហ្នឹងតែពេលហ្នឹង Tornado ក៏នៅកន្លែងកើតហេតុផងដែរដែលថាមពលរបស់ Tornado ហ្នឹងស្តៀងទៅនឹងឧរារកាគ្នាយើងក្នុងរឿង My Hero Academy នាងអាចធ្វើឲ្យវត្ថុហ្នឹងគឺប្រែទៅជាអត់ទំនាញហើយបាញ់វាត្រឡប់ទៅកាន់យានរបស់បិសាចហ្នឹងវិញហើយស្របពេលជាមួយគ្នាយើងក៏បានឃើញជាមួយនឹង Movement Rider Stinger និង Hero ផ្សេងទៀតពួកគេដើរជួយសង្គ្រោះប្រជាជនផងដែរដោយសារមិនមែនជា Hero Rank S អញ្ចឹងអត់ចូលរួមការប្រយុទ្ធទេគឺដើរជួយសង្គ្រោះប្រជាជនវិញហើយជាមួយគ្នានឹង Hero Rank S ពួកគេក៏បានធ្វើការវាយកំទេចគ្រាប់ឃ្លីនៅក្នុងខ្លួនបិសាចពួកហ្នឹងអស់មួយចំនួនដែរហើយដែលធ្វើឲ្យក្បាលរបស់វានឹងចាប់ផ្ដើមដាច់ម្ដងមួយហើយមិនទាន់ខ្វល់ទេយើងងាកមកនិយាយអំពីកម្ពុជាមនុស្សរបស់យើងវិញម្ដងដែលពេលនេះគាត់ឡើងមកដល់លើយានជួបគ្នាជាមួយនឹងមេបិសាចហើយមុននឹងការវាយគ្នារបស់ពួកគេទាំងពីរអ្នកចាប់ផ្ដើមមេបិសាចហ្នឹងក៏បានសួរឈ្មោះសៃតាម៉ាសិនពួកគេចាំបាច់ត្រូវតែស្គាល់ឈ្មោះគ្នាជាមុនសិនមុននឹងចាប់ផ្ដើមការប្រកួតដើម្បីទុកជាអនុស្សាវរីយ៍អញ្ចឹងណាដោយមេបិសាចហ្នឹងមានឈ្មោះថា Boros ហើយសៃតាម៉ាប្រូងោលយើងហ្នឹងមានឈ្មោះសៃតាម៉ាហ្នឹងឯងហើយមុននឹងការប្រកួតចាប់ផ្ដើម Boros ក៏បាននិយាយពីប្រវត្តិគាត់ប្រាប់សៃតាម៉ាបន្តិចទៅដោយសារតែគាត់នៅក្រៅភពហ្នឹងគឺជាមនុស្សម្នាក់ដែលខ្លាំងមែនតើអត់មានណាគេវាយជាមួយនឹងគាត់ឈ្នះទេនិយាយទៅគាត់ជាបិសាចអេលៀនណាតែនៅក្នុងភពរបស់គាត់មានគ្រូទាយម្នាក់ដូចនៅផែនដីយើងដែរគ្រូទាយហ្នឹងប្រាប់ថានៅផែនដីមានមនុស្សម្នាក់ដែលជាដៃគូរបស់ Boros ឈ្មោះថាសៃតាម៉ាឥឡូវបានជួបហើយចាំមើលសាកកម្លាំងគ្នាតើសៃតាម៉ាហ្នឹងជាដៃគូរបស់គាត់ដែរឬទេនិយាយអត់តន់ចប់ផងប៉ាំងមួយដៃឡើងប៉ើងខ្ទៀតបាត់តែសំណាងល្អ Boros គេមានអាវក្រោះកុំអីងាប់បាត់ឯអ្នកទាំងអស់គ្នាព្រោះ Boros ពេលហ្នឹងខឹងខ្លាំងមែនតើគេក៏ប្រើ form បិសាចរបស់គេហ្នឹងវាយមកកាន់សៃតាម៉ាវិញចូលមកដល់ប៉ាំងឡើងប៉ាំងខ្ទប់ខ្ទៀតពេញហ្នឹងតែជាលទ្ធផល Boros ហ្នឹងដាច់ដៃស្ដាំមួយដៃទៀតសៃតាម៉ានេះកំពូមនុស្សហើយកុំតន់អាននិយាយពីការវាយគ្នារបស់ពួកគេយើងក៏ឡើងមកមើលផែនដីឯនេះវិញពេលហ្នឹងដែរ Tornado នាងកំពុងតែព្យាយាមប្រើប្រាស់ធម៌ពលរបស់នាងហ្នឹងទាញថ្មទាញអគារអីគប់ទៅកាន់យានរបស់បិសាចព្រោះពួកបិសាចហ្នឹងរៀងបាសសក់ដែរហ្នឹងហើយខាង Channel វិញពេលហ្នឹងក៏មាន Hero ម្នាក់ដែលមានឈ្មោះថា Trainai គាត់ក៏បានប្រាប់ទៅកាន់ Channel ថាឲ្យ Channel នឹងប្រយ័ត្នខ្លួនផងដោយសារតែ Hero Top 7នៅក្នុង Rank S ដែលមានឈ្មោះថា Metal Knight ហ្នឹងគឺជាសត្រូវរបស់ Channel ឲ្យ Channel នឹងប្រយ័ត្នខ្លួនជាមួយនឹងអាប៉ែហ្នឹងផងប្រយ័ត្នអាប៉ែហ្នឹងចាប់ប្រើខ្លាញ់មែនទេច្រឡំប្រយ័ត្នអាប៉ែហ្នឹងចាប់ធ្វើស៊ីអញ្ចឹងណាហើយខាង Hero Rank S ដែលកំពុងតែប្រយុទ្ធជាមួយនឹងបិសាចពួកវិញពេលនេះពួកគេបានប្រើមកភាពពិសេសរបស់ពួកគេរៀងខ្លួនហ្នឹងចាត់ការទៅលើអាមួយហ្នឹងឡើងខ្ទេចគ្មានសល់សាកសពនោះទេកន្លែងមកមើលសៃតាម៉ាវិញពេលដែលវាយគ្នាជាមួយនឹង Boros ហ្នឹងគឺថាពេលនេះកាន់តែស្វិតស្វាញខ្លាំងហើយអ្នកទាំងអស់គ្នាដោយសារតែ Boros គឺជាអេលៀនម្នាក់ដែលមានថាមពលខ្លាំងមែនតើពេលដែលគេប្រែទៅជា form បិសាចរបស់គេហ្នឹងដូចអាបិសាចពួកហ្នឹងអញ្ចឹងវាយរាងកាយរបស់គេកន្លែងណាក៏ដោះមកវិញខ្លួនឯងដែរហើយចាត់ការទៅលើសៃតាម៉ាប៉ងឡើងសៃតាម៉ាអត់ចង់តដៃកើតឡើយហើយពេលហ្នឹងគេក៏មានឱកាសប្រើ super ចុងក្រោយរបស់គេដាក់ទៅលើសៃតាម៉ាម៉ាំងឡើងសៃតាម៉ាខ្ទៀតទៅដល់ឋានប្រច័ណ្ឌអ្នកទាំងអស់គ្នាហើយសូម្បីតែកូនចៅគេដែលនៅលើយានហ្នឹងក៏ត្រូវរលួយខ្លួនស្លាប់ដែរនិយាយទៅ super របស់អាប៉ែហ្នឹងខ្លាំងមែនតើដោយពេលហ្នឹងគេគិតថាអាចចាត់ការទៅលើសៃតាម៉ាបានទេណាតែប៉ះណាគេប៉ះប្រូងោកំពូមនុស្សរបស់យើងហ្នឹងលោតមកឈរក្រោយខ្នងគេវិញធ្វើមិនដឹងអាប៉ែនោះឃើញអញ្ចឹងស្ទុះមកវាយសៃតាម៉ាតែលើកនេះស៊ីតែម្ដាយរបស់សៃតាម៉ាម៉ាំងឡើងចង់លៀនភ្នែកចេញមកក្រៅតែអត់តន់ងាប់នោះទេតែដូចជាទ្រាំលេខបានដែរហើយប្រូងោរបស់យើងហ្នឹងក៏បានប្រើ super របស់គាត់សាប់យកទៅលើអាប៉ែនោះប៉ងឡើងខ្ទៀតពេញណាពេញណីហ្មងសំបីតែបពកវិញឡើងឆែបមកផែនដីជាលទ្ធផលចុងក្រោយ Boros គេក៏បានស្គាល់ភាពបរាជ័យលើកដំបូងក្នុងឆាកជីវិតរបស់គេហើយបរាជ័យលើកនេះប្រហែលជាអត់មានលើកក្រោយទេព្រោះងាប់បាត់ហើយហ្នឹងពេលដែលចាត់ការទៅលើ Boros បានអញ្ចឹងទៅយានរបស់គេហ្នឹងក៏ចាប់ផ្ដើមធ្លាក់មកលើភពផែនដីរបស់យើងពេលដែលហេតុការណ៍នេះត្រូវបានបញ្ចប់អស់ទៅយើងក៏បានឃើញជាមួយនឹងវត្តមានអាម៉ៃម៉ាស់ដែលជា Hero Top 1 នៅក្នុង Rank A អាមួយនេះវាបានចូលរួមក្នុងការវាយគ្នាតែលេចវត្តមានមកដូចជាវាតួឯងអញ្ចឹងវាបាននិយាយថាងាប់ហើយពួក Hero Rank S កាអញ្ចឹងហ្នឹងជួយសង្គ្រោះប្រជាជនតែមើលទីក្រុងវិញឡើងខ្ទេចអត់សមជា Hero ឲ្យមកបៀអញ្ចឹងហើយបានវាសុកចិត្តនៅ Top 1 Rank A ភាសាជាងចូលទៅក្នុង Rank S កាអញ្ចឹងខ្ជិលចូលឡាដែលពេលហ្នឹងធ្វើឲ្យ Hero ផ្សេងទៀតក្តៅកាហាយដែរហ្នឹងស្របពេលជាមួយនឹងគ្នាយើងក៏បានឃើញវត្តមាន Metal Knight លេចចេញមកពីក្រោមដីអាមួយហ្នឹងហាក់បីដូចជាមានសកម្មភាពប្លែកមិនដឹងទេវាបានតែជួសជុលលើអាយានបិសាចបាញ់ហ្នឹងធ្វើឲ្យអ្នកផ្សេងទៀតឆ្ងល់ខ្លាំងមែនតើហើយស្របពេលជាមួយនឹងគ្នាហ្នឹងក៏មានកូនចៅអេលៀនប្រមាណក្បាលដែលពួកគេបានចាប់បានទុកក្រនសួរចម្លើយតែចំណែកអាម៉ៃម៉ាស់វិញធ្វើដូចទូឯងអញ្ចឹងគេទៅសម្លាប់កូនចៅអេលៀននឹងចៅអស់លីងគេប្រាប់ថាអេលៀនហ្នឹងអត់សមរស់នៅលើផែនដីយើងទេសម្លាប់វាចោលទៅអត់ទោសប្រូមានជំងឺទូឯងមិនបានចេញមកប្លែកខុសគេអញ្ចឹងកន្លែងមកខាង Tornado វិញនៅពេលដែលនាងព្យាយាមលើកយានអវកាសរបស់អេលៀនឡើងទៅខាងលើវិញក៏បានឃើញវត្តមានប្រូងោលរបស់យើងនឹងដើរចេញមកពីក្នុងយាន Tornado នាងបានស្ដីឲ្យសៃតាម៉ាថាកុំធ្វើចរិតទូឯងពេកអត់មានណាគេជឿថាសៃតាម៉ាចាត់ការទៅលើមេអេលៀនហ្នឹងទេព្រោះអត់មានណាគេឃើញដល់គ្នាយើងតែចំពោះសៃតាម៉ាជាមួយនឹង Channel ហ្នឹងពួកគេអត់មានខ្វល់ឲ្យមកបៀកពីសម្ដីរបស់ Tornado ដើរ
ទៅផ្ទះធ្វើមិនដឹងហើយជាចុងក្រោយនៃសាច់រឿង season 1នេះរដ្ឋាភិបាលក៏បានធ្វើស្ពានតភ្ជាប់ពីទីក្រុងនីមួយៗមកកាន់ទីស្នាក់ការកណ្ដាលដើម្បីងាយស្រួលឲ្យពួក hero ប្រតិបត្តិការបានលឿនតាមដែលអាចធ្វើទៅបាននិងជួយសង្គ្រោះជីវិតប្រជាជនអីចឹងណាហើយចំពោះ season 1របស់រឿង Saitama ក៏បានមកដល់ទីបញ្ចប់ធំនេះដែរមិនដែរគ្នាយើងយល់ថាល្អមើលអត់បើយល់ថាល្អមើលកុំភ្លេចចុច like និង subscribe ឲ្យមានផងតាមមានសម្រាប់រឿង season 2ឲ្យមើលបន្តទៀតអញ្ចឹងពីចំណុចនេះខ្ញុំបាទ AG សូមអរគុណនិងសូមគោរពលាបាយបាយ